បើសូមលំអោនកាយគ្រប់ជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពដែលកំពុងតាមដានទស្សនានៅកម្មវិធីម៉ូដដកដេជោបើជាការពិតណាស់គិតមកដល់ឆ្នាំ2025នេះគឺឈានចូលដល់ឆ្នាំទី67ហើយនៃទំនាក់ទំនងរវាងកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនហើយទំនាក់ទំនងនេះគឺជាការបន្សល់ទុកនៅមរតកដ៏សំខាន់ពីថ្នាក់ដឹកនាំជំនាន់មុនបន្តមកដល់ថ្នាក់ដឹកនាំជំនាន់ក្រោយនេះដែលបានរក្សានៅចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ហើយហុចផលឲ្យគ្នាទៅវិញទៅមកផងដែរទំនាក់ទំនងរវាងកម្ពុជានិងចិននេះគឺបានតភ្ជាប់នៅក្នុងប្រវត្តិសាស្ត្រជាង2000ឆ្នាំមុននិងបានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការគឺនៅថ្ងៃទី19ខែកក្កដាឆ្នាំ1958ដែលត្រូវបានត្រួសត្រាយផ្លូវដោយសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាមួយនឹងថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិននាពេលនោះបន្តមកទៀតទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំកម្ពុជាជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅពេលដែលសម្ដេចនៅជានាយករដ្ឋមន្ត្រីលោកបានខិតខំរក្សាចំណងមិត្តភាពក៏ដូចជាការពង្រឹងពង្រីកនៅកិច្ចសហប្រតិបត្តិការជាមួយមិត្តចិនជាបន្តបន្ទាប់ហើយក្នុងនោះលោកអ្នកបានជ្រាបហើយគឺមិត្តចិនតែងតែជួយមកដល់ប្រទេសកម្ពុជាទៅលើការកសាងអភិវឌ្ឍទៅលើវិស័យសំខាន់ជាច្រើនទៀតផងដែរនេះជាតម្លៃដែលសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានត្រួសត្រាយកាលពីពេលមុនហើយខ្ញុំក៏ដូចជាសម្ដេចព្រះមហាក្សត្រព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តវេនពីសម្ដេចព្រះនរោត្តមសីហនុជារៀងរហូតមកចិនជាប្រទេសមួយធំជាប្រទេសមួយដែលមានការអភិវឌ្ឍក៏ប៉ុន្តែខ្ញុំបានធ្វើការជាមួយនឹងមេដឹកនាំចិនប្រកបដោយសមត្ថភាពបើទោះបីយើងជាប្រទេសតូចត្រូវពឹងពាក់ប្រទេសធំហើយជួនកាលខ្ញុំធ្វើការជាមួយអ្នកដែលមានវ័យចំណាស់ជាងខ្ញុំតាំងពីចំនួនអាដាមយ៉ាងស៊ីមិញហ៊ូចិនតាវហើយបើពីនាយករដ្ឋមន្ត្រីតែបានកន្លងផុតមានលីផឹងមានជូយុងជីមានលេបវែងជាបាវគឺអ្នកទាំងអស់គ្នាសុទ្ធតែសម្ដែងនៅការគោរពមិនគិតថាយើងជាប្រទេសតូចហើយមានវ័យក្មេងជាងនោះទេចិនមានទម្លាប់មួយគឺធ្វើច្រើននិយាយតិចដូច្នេះត្រង់ចំណុចនេះជាចំណុចដែលយើងផ្ដល់ការគោរពហើយចំណុចនេះវាបានคล้ายទៅជាចំណុចដែលយើងអាចនៅជាមួយគ្នាសាមគ្គីភាពជាមួយគ្នាធ្វើការជាមួយគ្នាក្នុងភាពយូរអង្វែងគេបានចាត់ទុកថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនក្នុងពេលបច្ចុប្បន្ននេះគឺឈានទៅដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរថ្នាក់ដឹកនាំបន្តវេននៅពេលបច្ចុប្បន្ននេះគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីសម្ដេចនៅតែអនុវត្តនៅគោលនយោបាយក៏ដូចជាជំហររបស់កម្ពុជាដោយនៅក្នុងអាណត្តិមុនដដែលគឺការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងចិនឲ្យកាន់តែរឹងមាំបន្ថែមទៀតហើយកន្លងទៅនេះនៅពេលដែលសម្ដេចក្លាយជានាយករដ្ឋមន្ត្រីសម្ដេចក៏បានជ្រើសរើសប្រទេសចិនគឺជាប្រទេសទី1ក្នុងការបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចផងដែរកម្ពុជាចិនមានទំនាក់ទំនងជាមួយគ្នាជាង2000ឆ្នាំមកហើយចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះបានคล้ายទៅជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសយើងទាំងពីរទំនាក់ទំនងកម្ពុជាចិនមិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេប៉ុន្តែថែមទាំងคล้ายជាចំណងមិត្តភាពដៃថែមដែលមិនអាចបំបែកបានយើងនឹងបដិញ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មីយើងបានប្រារព្ធព្រឹត្តិការណ៍រួមគ្នាជាច្រើនព្រឹត្តិការណ៍នៅប្រទេសកម្ពុជាក៏ដូចជាព្រឹត្តិការណ៍ទៅចិនក្រៅពីនោះនិស្សិតរបស់យើងក៏បានទទួលនៅឱកាសដើម្បីទៅរៀនសូត្របន្ថែមទៀតកសាងសមត្ថភាពដើម្បីត្រឡប់មកជួយប្រទេសជាតិយើងផងដែរតាមរយៈការប្រកាន់ខ្ជាប់នៅគោលនយោបាយការបរទេសដែលគោរពនិងផ្ដល់តម្លៃនៅក្នុងភាពស្មើមុខស្មើមាត់កិច្ចសហប្រតិបត្តិការនិងការគាំទ្រក៏ដូចជាការគោរពនៅផលប្រយោជន៍គ្នាទៅវិញទៅមក
ការគាំទ្រគោលនយោបាយចិនតែមួយទូនាទីក្នុងការចូលរួមចំណាយរបស់កម្ពុជានៅក្នុងឆាកតំបន់និងអន្តរជាតិនិងការជំរុញវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ដូចជាការអភិវឌ្ឍការវិនិយោគនិងកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ហើយក្នុងនោះគឺចិនបានចូលរួមកសាងអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដល់ប្រទេសកម្ពុជាដូចជាសាងសង់ផ្លូវស្ពានសាលារៀនមន្ទីរពេទ្យនិងវិស័យផ្សេងៗជាច្រើនទៀតផងដែរប្រសិទ្ធបើពុំមានជំនួយរបស់ចិននិងការឧបត្ថម្ភរបស់ចិនទេសួរថាមកដល់ពេលនេះតើកម្ពុជាមានផ្លូវថ្នល់ប្រមាណជា3,000 គីឡូម៉ែត្រនិងស្ពានធំដែលឆ្លងកាត់ទន្លេជំនួសឲ្យផ្លូវដែលគ្មានការពិពេលមុននិងស្ពានដែលគ្មានពិពេលមុនឬអត់ហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាទទួលបានពីជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនគឺបានជួយជំរុញនៅសេដ្ឋកិច្ចរបស់កម្ពុជាខ្លាំងណាស់ហើយលោកអាចពិនិត្យមើលការតបភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជាខ្លួនឯងពឹងអាស្រ័យយ៉ាងខ្លាំងទៅលើជំនួយឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិនផ្លូវប្រវែងប្រមាណជាង 3,000 គីឡូម៉ែត្រនេះគឺតបភ្ជាប់ផ្ទៃក្នុងតែធ្វើឲ្យកម្ពុជាអាចសមាហរណកម្មខ្លួនឯងបានបន្ថែមលើនោះចិនក៏បានជួយធ្វើឲ្យយើងបានតបភ្ជាប់រវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាងនៅក្នុងតំបន់គួររំលឹកផងដែរថាកាលពីថ្ងៃទី13ដល់ថ្ងៃទី14ខែតុលាឆ្នាំ2016ឯកឧត្តមស៊ីជីនពីងដែលជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោកក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃផងដែរនៅក្នុងប្រទេសកម្ពុជាហើយតាមរយៈដំណើរទស្សនកិច្ចនោះគឺបានពង្រីកទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិនឲ្យកាន់តែស្អិតរមួតនិងរឹងមាំបន្ថែមទៀតជាបន្តបន្ទាប់ហើយថ្នាក់ដឹកនាំកម្ពុជាយើងវិញសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅពេលដែលលោកជានាយករដ្ឋមន្ត្រីលោកតែងតែមានការបំពេញទស្សនកិច្ចជាបន្តបន្ទាប់ទៅកាន់ប្រទេសចិនក៏ដូចជាចូលរួមនៅកិច្ចប្រជុំសំខាន់ៗជាច្រើនជាបន្តបន្ទាប់ហើយអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងអំឡុងពេលនៃប្រទេសចិនដែលផ្ទុះនៅជំងឺ Covid-19 ខ្លាំងលើកដំបូងនោះសម្ដេចតេជោគឺលោកបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសចិនហើយការអញ្ជើញទៅរបស់សម្ដេចនេះពេលនោះគឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់និងរួមសុខរួមទុក្ខជាមួយនឹងមិត្តចិនក្នុងគ្រាលំបាកជាពិសេសផ្ដល់ភាពកក់ក្ដៅទៅដល់និស្សិតកម្ពុជាដែលកំពុងតែរស់នៅនិងសិក្សានៅទីនោះផងដែរសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាលោកធ្លាប់បានមានប្រសាសន៍ជាបន្តបន្ទាប់ថាទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែងដល់កម្រិតដែលមិនអាចបំបែកបានទំនាក់ទំនងនេះគឺស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នាជាពិសេសទុកចិត្តខាងផ្នែកនយោបាយហើយសម្ដេចធ្លាប់បានមានប្រសាសន៍ហើយគឺជំនួយរបស់មិត្តចិនមិនត្រឹមតែជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏ជួយដល់ឯករាជ្យភាពផ្នែកនយោបាយដល់ប្រទេសកម្ពុជាផងដែរសូមជម្រាបថារាល់ជំនួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងទៅនេះចិនតែងតែសន្យាថាជួយដល់កម្ពុជាជានិច្ចទៅលើវិស័យផ្សេងៗមិនថាវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មឧស្សាហកម្មកសិកម្មអប់រំបច្ចេកវិទ្យានិងការអភិវឌ្ឍសង្គមនោះទេជាពិសេសជួយលើកកម្ពស់តួនាទីរបស់កម្ពុជាឲ្យកាន់តែសំខាន់បន្ថែមទៀតនៅក្នុងទំនាក់ទំនងតំបន់និងឆាកអន្តរជាតិចិនក៏បានបដិញ្ញាគៀងគរអ្នកវិនិយោគរបស់ខ្លួនឲ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាហើយចិនក៏ពង្រីកនៅទីផ្សារនាំចូលផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សាររបស់ប្រទេសចិនឲ្យកាន់តែទូលំទូលាយជាងមុនផងដែរខណៈដែលចិនកំពុងតែជំរុញនឹងការកសាងច្រករបៀងអភិវឌ្ឍឧស្សាហកម្មនិងច្រករបៀងត្រីនិងស្រូវផងដែរហើយកន្លងទៅថ្មីនេះឃើញថាផលិតផលកសិកម្មរបស់កម្ពុជាក៏កំពុងតែមានវត្តមាននៅលើទីផ្សាររបស់ប្រទេសចិនជាបន្តបន្ទាប់ហើយកំពុងតែពិចារណាក្នុងការនាំចេញផលិតផលសំខាន់ជាច្រើនទៀតរបស់ប្រទេសកម្ពុជាយើងដូច្នេះតាមរយៈទំនាក់ទំនងដ៏រឹងមាំនិងជាមិត្តដែលថែមនេះនឹងធ្វើឲ្យកម្ពុជាចិនគឺជាមិត្តល្អនឹងគ្នារយៈពេលយូរអង្វែងតទៅមុខទៀតជាពិសេសការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដើម្បីភាពរីកចម្រើនលើគ្រប់វិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត
អរគុណសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលបានតាមដានទស្សនានៅកម្មវិធីមរតកតេជោដែលថ្ងៃនេះគឺប្រធានបទសំខាន់តាក់ទងទៅនឹងទំនាក់ទំនងមិត្តដាច់ថែបរវាងកម្ពុជានិងចិននៅឱកាសក្រោយខ្ញុំបាទនឹងមានប្រធានបទសំខាន់ជាច្រើនទៀតមកបង្ហាញជូនសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា